ការប្រើប្រាស់ទៅលើ file Excel វិញក៏ទាំងអស់គ្នាអាចប្រើប្រាស់ AI ដើម្បីជំនួយទៅលើការបង្កើតតារាងទាំងអស់គ្នាបានដូចគ្នាដែរអញ្ចឹងនៅក្នុងនេះគឺខ្ញុំនឹងឲ្យ AI បង្កើតតារាងមួយដែលខ្ញុំដាក់អំពីការបង្កើតបញ្ជីឈ្មោះសិស្សអញ្ចឹង AI កំពុងតែចាប់ផ្ដើម generate បញ្ជីឈ្មោះសិស្សដែលខ្ញុំបានដាក់ឲ្យវាធ្វើហ្នឹងឬមួយក៏មួយទៀតបើសិនជាក្នុងករណីទាំងអស់គ្នាធ្វើការប្រើ Excel ហ្នឹងដើម្បីកាត់លេខទាំងអស់គ្នាអត់ចាំបាច់ចាំរូបមន្ត Excel ក៏យើងអាចធ្វើការគណនាលេខបានដែរអញ្ចឹងយើងចុច AI formula ហ្នឹងមកហើយឲ្យ AI generate total ឲ្យយើងអញ្ចឹងនៅក្នុងនេះគឺខ្ញុំឲ្យវា generate unit price total អញ្ចឹងគឺវានឹងចេញជាមួយនឹងរូបមន្តឲ្យ auto ហើយគឺវាកាត់លេខឲ្យយើង auto តែម្ដងរីឯ file PDF វិញក៏ទាំងអស់គ្នាអាចឲ្យ AI ធ្វើការ summary content នៅក្នុងនោះបានដូចគ្នាដែរខ្ញុំឧទាហរណ៍ខ្ញុំមាន file មួយដែលវាមានច្រើនទំព័រមែនតើខ្ញុំអានអត់អស់ទេអញ្ចឹងខ្ញុំប្រើប្រាស់ WPA AI ដើម្បីឲ្យវា generate content ណាដែលសំខាន់ងាយស្រួលđểខ្ញុំអាច take note ហើយកត់សម្គាល់បានអញ្ចឹងដូចទាំងអស់គ្នាបានឃើញអញ្ចឹងនៅពេលដែល generate ទៅគឺវាយកតែ core ហើយជាមួយនឹង key information មកទេហើយយើងអាច copy paste ទៅណាក៏បានដូចគ្នាដែរលើពីនេះទៅទៀតសម្រាប់អ្នកដែលគាត់ចង់ប្រើប្រាស់ជាមួយនឹង cooperate file គឺទាំងអស់គ្នាអាចប្រើប្រាស់ cooperate file នៅក្នុង WPA AI បានដូចគ្នាអញ្ចឹងនៅក្នុងនោះក៏មាន AI ជួយ support ហើយទាំងអស់គ្នាក៏អាច share file ហ្នឹងទៅកាន់អ្នកដទៃដែលអាច edit ហើយចូលមើលនៅក្នុងនោះបានដូចគ្នាដែរអញ្ចឹងទាំងអស់គ្នាអាច copy link ហ្នឹងហើយ paste ឲ្យពួកគាត់ក៏បានឬមួយក៏ add ពួកគាត់ចូល direct ក៏បានដែរអញ្ចឹងសង្ឃឹមថាវីដេអូនេះនឹងអាចជួយអ្នកទាំងអស់គ្នាបានច្រើនជួបគ្នានៅក្នុងវីដេអូក្រោយអរគុណ